Bà số đây nữa nè chân ngày nay giờ mơ bịបញ្ហាតាក់ទងនឹងម៉ូតូពេលចុចដេដៃវិស៊ីបណាបាទចឹងជាក់ស្ដែងម៉ូតូនេះគឺខ្ញុំបានត្រួតពិនិត្យទៅលើបញ្ហាចុចដេដាច់វិស៊ីបអញ្ចឹងយើងមើលអ្នកគ្នាថាតើមូលហេតុអ្វីបានជាម៉ូតូដាច់វិស៊ីបនៅពេលដែលចុចដេអញ្ចឹងជាក់ស្ដែងខ្ញុំមើលអានេះមួយសិនណាយើងមើលនេះខ្សែពណ៌ក្រហមនេះវាចេញពីយុទ្ធសាវាទៅអាលីដេណានេះចូលមកអាលីដេនេះហើយនឹងចាប់មួយខ្សែធំចាប់មួយខ្សែធំនេះចាប់ជាមួយខ្សែធំនេះអាក្រហមនេះទៅឡើងទៅក្បាលអាគុយណាទៅឡើងទៅក្បាលអាគុយនេះឡើងក្បាលអាគុយនេះតែក្បាលអាគុយហើយមួយទៀតតទៅនឹងបាត់ខ្សែទៀតគឺឡើងទៅសោណាអញ្ចឹងវាចេញពីយោសាវាចូលមកលៀដេទៅអាគុយហើយនឹងមួយខ្សែទៀតវាបែកខ្នែងទៅសោអញ្ចឹងកន្លែងហ្នឹងធំមានបុយស៊ីបមួយណាបាទប៉ុន្តែជាក់ស្ដែងម៉ូតូនេះគេអត់បានតបុយស៊ីបទេគេដាក់ direct មកហើយត្រង់ចំណុចមួយទៀតនេះខ្សែដែលឡើងទៅសោអញ្ចឹងខ្សែដែលចេញពីក្នុងតាក់សោពីពើក្រហមខ្មៅនេះប៉ុន្តែនៅពេលដែលកាត់តក៏អត់បានដាក់បុយស៊ីបទេគាត់តបចាប់ direct ជាមួយខ្សែពើខ្មៅដែលឡើងទៅចែកចាយលើភ្លើងតាប់ឡូភ្លើងសញ្ញោភ្លើងសផ្លេទាំងអស់ហ្នឹងហើយគាត់អត់បានកន្លែងបុយស៊ីបនេះគឺគាត់អត់តទេគាត់មកប្រើទៅលើក្បាលអាគុយសុតនេះកន្លែងនេះទាំងអស់នេះបញ្ហានេះគឺដែលគាត់ធ្វើនេះគាត់យកក្បាលអាគុយសុតនេះដែលចេញមកហើយគាត់យកមកដាក់បុយស៊ីបនៅប្រឡោះកដាលនេះអញ្ចឹងនៅពេលដែលចេញក្បាលអាគុយមកវាឆ្លងកាត់បុយស៊ីបដែលតូចមួយនេះហើយវារត់មកកន្លែងលលាដេនេះរត់មកកន្លែងលលាដេនេះហើយដល់ពេលមកដល់កន្លែងលលាដេនេះពេលដែលគាត់ធ្វើការចុចដេនេះអាភ្លើងក្រហមនេះអាខ្សែក្រហមធំនេះណាវាគប់គ្នាជាមួយនឹងអាក្រហមនេះដើម្បីបញ្ជូនភ្លើងទៅឲ្យដុំដេប៉ុន្តែអានេះដែលដាច់នេះវាទប់អត់ជាប់ដោយសារតែបញ្ហាដូចពុស៊ីបនឹងវាទូចពេកអញ្ចឹងនៅពេលដែលយើងចុចដេយើងដាក់ direct អញ្ចឹងมันអាចទប់ជាប់ទេព្រោះអីខ្សែនេះវាត្រូវការ direct ជាមួយគ្នាចេះណាវាត្រូវការនេះ direct ជុំគ្នាអញ្ចឹងនៅពេលដែលយើងចុចដេគឺខ្សែពុតពីបាអាគុយមកតាមភ្លើងក្រហមហ្នឹងចូលមកអាលាដេហើយមកភ្ជាប់ជាមួយអាខ្សែក្រហមសនេះហើយបានបញ្ជូនទៅដុំដេហើយបានដំណើរការឲ្យដេឆេះរួចតែបើយើងតបែបនេះគឺអត់អាចដំណើរការកើតទេគឺត្រូវតែចុចដេដាច់បុយស៊ីបចុចដេគឺដាច់បុយស៊ីបភ្លាមអត់អាចដំណើរការបានទេអញ្ចឹងចំណាំបងប្អូនបើសិនជាយើងតប្រព័ន្ធភ្លើងយើងទៅចំណាំថាចេញពីយោសាណាចេញខ្សែយោសាពើក្រហមគឺឡើងមកចេញពីខ្សែពើក្រហមមកទាំងអស់គឺវាបំបែកខ្នែងមួយត្រូវទៅសោមួយទៀតត្រូវទៅភ្ជាប់ជាមួយនឹងពុយស៊ីបនឹងទៅអាគុយបាទហើយពេលដែលទៅអាគុយវានឹងភ្ជាប់ជាមួយខ្សែធំមួយដែរដើម្បីឲ្យមួយមកភ្ជាប់មួយលាដេមួយទៀតទៅភ្ជាប់ជាមួយអាគុយវាមានសាកភ្លើងចុះឡើងហើយនៅពេលដែលយើងបើកសោអាខ្សែក្រហមនេះដែលឡើងទៅសោហ្នឹងនៅពេលដែលយើងបើកសោវានឹងបំលែងចេញជាខ្សែក្រហមជ្រុតខ្មៅហើយវានឹងចុះមកក្រោមវាត្រូវមានពុយស៊ីបមកគ្របដើម្បីចម្លងគ្នាទៅខ្សែខ្មៅចែកចាយភ្លើងប្រើប្រាស់គ្រប់សផ្លេសញ្ញោហ្វាឬក៏កងដងអីណាបាទអញ្ចឹងយើងចំណាំកន្លែងហ្នឹងបើយើងមកតបែបនេះគឺអត់ត្រូវទេពួកអីនេះគឺខាងបោះជាងឡានគាត់រៀបចំឲ្យយើងតឲ្យយើងមើលឲ្យគាត់ដោយសារតែគាត់តខុសគាត់តអត់ត្រូវអញ្ចឹងទៅធ្វើឲ្យយើងចុចដេទៅគឺដាច់វិស៊ីបតែម្ដងអញ្ចឹងយើងមើលជាក់ស្ដែងខ្ញុំមកដាក់វិស៊ីបហើយខ្ញុំជួយឲ្យមើលណាហ្នឹងហើយអញ្ចឹងយើងដាក់ថ្មីណានេះដាក់វិស៊ីបហើយចាំមើលយើងច្បាច់ណាមើលយើងបើកសោចុចដេមកយើងចុចដេបើកសោឲ្យចុចដេអ្នកនរគ្នាគឺដាច់ប៉ត់អញ្ចឹងអត់ដំណើរការកើតទេអាហ្នឹងយើងត្រូវកែអរគុណសម្រាប់ការតាមដានសម្រាប់អ្នកចូលថ្មីជួយ Subscribe អ្នកមួយមកដើម្បីទទួលបានវីដេអូថ្មីនៅបន្តបន្ទាប់ទៀតជួយ Subscribe ខ្ញុំនឹងធ្វើវីដេអូបន្តបន្ទាប់ទៅពេលដែលអ្នកនរគ្នា Subscribe ឬក៏ចុចឲ្យមេដៃចុចរូបកណ្ដឹងវានឹង alert ទូវីដេអូនេះចូលទូរស័ព្ទដៃលោកអ្នកដល់ខ្សែប្រវត្តិអរគុណជំរាបលា